នៅក្នុងការងាររកស៊ីកុំធ្វើជាតួអង្គកំសត់នៅក្នុងការលក់ដូរព្រោះបើសិនជាយើងធ្វើជាតួអង្គកំសត់គេអាណិតយើងគេមកទិញសេវាកម្មបណ្ដោះអាសន្នតែបើធ្វើជាមនុស្សដែលរឹងមាំលក់ផលិតផលសេវាកម្មដែលល្អគេនឹងមកទិញយើងជារៀងរហូតបែងចែកឲ្យដាច់ព័ត៌មានតខ្លួនយកមកលុកឡំជាមួយនឹងការរកស៊ីដើម្បីទាមទារចំណាប់អារម្មណ៍អតិថិជនគឺខុសតែម្ដងព្រោះថាគេអាណិតយើងបានបំផ្លែតជួយទិញសេវាកម្មយើងតែបំផ្លែតទេតែបើគេពេញចិត្តជាមួយសេវាកម្មគេនឹងមកទិញយើងរហូតតួអង្គកំសត់នោះមានតែនៅក្នុង드라មារឿងភាគទេប៉ុន្តែចំណូលពិតប្រាកដមាននៅក្នុងការលក់ដូររកស៊ីបែងចែកឲ្យដាច់រឿងព័ត៌មានតខ្លួនកំសត់បែងចែកឲ្យដាច់ទៅលើការលក់ដូររបស់ free ដឹង free របស់លក់ដឹងលក់បើសិនជាមិនចេះចាត់ចែងឲ្យច្បាស់លាស់ទេលក់យូរបាត់ចុងបាត់ដើមអស់ហើយខូចទាំងកិត្តិយសទាំងកេរ្តិ៍ឈ្មោះទៀតចំណាយពេលមើលពីចំណុចខ្វះខាតខ្លួនឯងកសាងបន្ថែមនៅចំណុចរឹងមាំខ្លួនឯងបូករួមជាមួយនឹងភាពប៉ិនប្រសប់របស់យើងដើម្បីជំនួយតាក់ទាញឲ្យភ្ញៀវគាត់មកចូលជាវសេវាកម្មរបស់យើងរាល់ថ្ងៃបើយើងមិនខ្លាំងកុំរំពឹងមានមនុស្សមករោមយើងបើយើងខ្សោយយើងត្រូវសង្ងំព្យាយាមអភិវឌ្ឍចំណេះដឹងជំនាញភាពប៉ិនប្រសប់របស់យើងទាញយកចំណូលកុំខ្វល់ថាអ្នកដតីចូលចិត្តមិនចូលចិត្តចូល view ឬក៏មិន view អត់ខ្វល់ព្រោះការចាក់ចែងរបស់យើងនៅដំណើរចុងក្រោយមិនមាននរណាមកចូលរួមសូម្បីតែមនុស្សជិតស្និទ្ធក្បែរខ្លួនក៏ដោយក្រៅពីប្រលឹមជាមួយនឹងក្តីសង្ឃឹមចាប់ផ្ដើមជាមួយនឹងសកម្មភាពខ្លួនឯងផ្ដើមចេញពីខ្លួនឯងមិនហ៊ានធ្វើស្មើនឹងមិនហ៊ានទទួលយកលទ្ធផលដែលល្អបើទោះជាហ៊ានធ្វើលទ្ធផលបែបណាក៏ស័ក្តិសមព្រោះយើងបានដើររួចទៅហើយ